Bon chẳngនៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងតាក់ទងជាមួយនឹងការលុបការកម្មង់ចេញនៅក្នុងនៃការ order របស់យើងមានថាលុបហ្នឹងអត់លុបទាំងអស់ហើយលុបទៅលើ item ណាមួយដែលយើងចង់លុបអញ្ចឹងណាបងអញ្ចឹងបើបងចង់មើល report មួយហ្នឹងបងធ្វើការចូលមកកាន់ពាក្យថា report បន្តមកទៀតបងធ្វើការចូលមកកាន់ពាក្យថា general អញ្ចឹងបងអូមកក្រោមនឹងឃើញពាក្យថា void item មានថាលុប item នៅក្នុងការកម្មង់ឬក៏ void item នៅក្នុង order ណាមួយអញ្ចឹងណាបងអញ្ចឹងចូលមកកាន់ពាក្យហ្នឹងមកអញ្ចឹងកន្លែងនេះតម្រូវឲ្យបង select ថ្ងៃដែលបងមើលអញ្ចឹងបងចង់មើលពីថ្ងៃណាដល់ថ្ងៃណាបង select ទៅតាមហ្នឹងទៅឧទាហរណ៍ជាក់ស្ដែងខ្ញុំ select នៅថ្ងៃនេះឧទាហរណ៍ខ្ញុំចង់មើលថ្ងៃហ្នឹងខ្ញុំ void ទៅលើ item ណាខ្លះអញ្ចឹងខ្ញុំ select ថ្ងៃមកហើយខ្ញុំ filter អញ្ចឹងវាចេញហើយបងចង់ចុច expand មួយមកអញ្ចឹងខ្ញុំធ្វើការលុប item មួយនេះបាយឆាហ្នឹងបាទនៅក្នុង invoice មួយនេះ invoice មួយនេះហើយ order មួយនេះបាទហើយ reason នៅខាងក្រោមហេតុអីបានគាត់លុបចេញអញ្ចឹងណាបងកន្លែងនេះបងអាច filter ជា PDF ឬក៏ Excel បានដូចគ្នាបាទអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្ណឹងបងអរគុណច្រើន